សួស្តីពុកម៉ែទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីវិធី change password សម្រាប់បងប្អូនណាដែលគាត់មិនទាន់បានចេះ change password Facebook ហើយសម្រាប់បងប្អូនដែលអត់ទាន់ដឹងថាភ្លេច password Facebook ថាមិនដឹងថាខ្លួនឯងមាន password លេខប៉ុន្មានអញ្ចឹងដូច្នេះបងប្អូនចូលទៅមើលវីដេអូនេះទាំងអស់គ្នាយើងចូលមកកន្លែង Facebook មកបន្ទាប់មកយើងចូលមកកន្លែង Tab 3 menu នេះហើយបន្តមកទៀតយើងចូលនៅកន្លែង Setting and Privacy បន្ទាប់មកយើងចូលនៅកន្លែង Setting មួយទៀតណាបន្តមកទៀតយើងជ្រើសរើសពាក្យ Password and Security មួយនេះបន្តមកទៀតហ្នឹងហើយបន្តមកទៀតបងប្អូនជ្រើសរើសកន្លែង password and security នឹងដូចគ្នាដែរអញ្ចឹងបន្តមកទៀតមកគឺយើងបានចូលមកដល់កន្លែង change password ហ្នឹងហើយកន្លែងនេះហ្នឹងហើយបងប្អូនជ្រើសកន្លែងនេះមកបន្ទាប់មកយើងចូលនៅក្នុង account Facebook របស់យើងមកនេះបន្ទាប់មកវាបង្ហាញទម្រង់បែបនេះហើយកន្លែងនេះដែរគឺវាបានបង្ហាញប្រាប់យើងថា password ថ្មីដែលយើងចង់ដូរគឺធ្វើយ៉ាងម៉េចឲ្យបាន6ខ្ទង់នេះកន្លែងនេះដែរបន្ទាប់មកវាប្រាប់យើងថាឲ្យយើងនឹងមានលាយនៅអក្សរខាងនេះខ្លះដើម្បីបញ្ចូលឲ្យគ្រប់6ខ្ទង់ហ្នឹងហើយអញ្ចឹងបងប្អូនចង់ដាក់ password យ៉ាងម៉េចក៏បានដែរឲ្យបានគ្រប់6ខ្ទង់ហើយនឹងលាយជាមួយនឹងអក្សរខាងនេះដែរហ្នឹងចឹងហើយកន្លែងនេះគឺកន្លែងដែលយើងត្រូវដាក់ password ថ្មីចឹងកន្លែងនេះគឺបងប្អូនដាក់ទៅ password ណាដែលយើងពេញចិត្តកន្លែង password ណាដែលយើងស្រួលចាំជាងគេគឺយើងដាក់ទៅប៉ុន្តែសូមបញ្ជាក់ថាយ៉ាងម៉េចឲ្យបានគ្រប់6ខ្ទង់ហ្នឹងហើយបន្ទាប់មកខាងនេះគឺយើងត្រូវដាក់ដូចខាងលើបាទដូចគ្នាទាំងអស់ខាងមួយនេះនិងមួយនេះគឺយើងដាក់ដូចគ្នាទាំងpassword ហ្នឹងគឺ6ខ្ទង់ហ្នឹងហើយអញ្ចឹងបន្ទាប់ពីបងប្អូនដាក់password ឲ្យដូចគ្នាគ្រប់6ខ្ទង់ហើយតាំងពីនឹងដូចគ្នាហើយគឺវា load កន្លែងនេះឲ្យណាកន្លែងនេះ load កន្លែង password គឺយើងចុចកន្លែងហ្នឹងទៅគឺវានឹងដូរយើង auto ហើយហ្នឹងហើយសម្រាប់ Facebook ខ្ញុំបានដូរ password ហើយអញ្ចឹងខ្ញុំអត់ចុចទៀតទេគ្រាន់ខ្ញុំចង់បង្ហាញពីបងប្អូនណាគឺយើងចុចកន្លែងហ្នឹងទៅគឺវាជាការស្រេចហើយសម្រាប់ដូរ password Facebook របស់យើងហ្នឹងហើយអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណបងប្អូនដែលចូលតាមដាននៅវីដេអូនេះហើយកុំភ្លេចបងប្អូនចូលតាមដានហើយកុំភ្លេចជួយ like ជួយ share ដើម្បីឲ្យបានបងប្អូនយើងដទៃទៀតដែលគាត់អត់ទាន់ចេះរបៀបដូរpassword account Facebook ហ្នឹងហើយអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលា